កងទ័ពចិននឹងចាប់ផ្ដើមធ្វើសមយុទ្ធញាមាសឆ្នាំ2025ចាប់ពីថ្ងៃទី14ដល់ថ្ងៃទី28ខែឧសភាខាងមុខនេះកងយោធាពលខេមរៈភូមិន្ទនឹងចាប់ផ្ដើមរំដោះប្រជាជនចិននឹងចាប់ផ្ដើមសមយុទ្ធរួមគ្នាមិត្តភាពកម្ពុជានិងចិនញាមាស2025ចាប់ពីថ្ងៃទី14ដល់ថ្ងៃទី28ខែឧសភាឆ្នាំ2025ខាងមុខនេះក្រុមប្រធានបទប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួមគ្នានិងការងារសង្គ្រោះមនុស្សធម៌នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់លោកឈុំសុផាតអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានៅរសៀលថ្ងៃព្រហស្បតិ៍នេះសមយុទ្ធនេះធ្វើឡើងក្នុងគោលបំណងផ្លាស់ប្ដូរបទពិសោធន៍ការពង្រឹងទស្សនៈសន្តិសុខដែលមានលក្ខណៈរួមគ្នានិងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្ដែងរវាងកងទ័ពប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មរួមផ្នែកក្នុងការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដែលប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការកសាងវាសនារួមកម្ពុជាចិនគ្រប់រដូវកាលយុគសម័យថ្មីសមយុទ្ធញាមាសឆ្នាំ2025នេះត្រូវបានចេញជាពីរផ្នែកដោយទី1សមយុទ្ធលើគោកនិងអាកាសនៅលើមជ្ឈមណ្ឌលហ្វូខាតកងរាជអាវុធហត្ថភ្នំជុំសែនទីគ្រីខេត្តកំពង់ឆ្នាំងនិងទី2សមយុទ្ធសមុទ្រនិងអាកាសនៅលើផ្ទៃដីសមុទ្រនិងដែនអាកាសកម្ពុជាក្នុងតំបន់ខេត្តព្រះសីហនុដោយមានកម្លាំងកងទ័ពកម្ពុជាចិនសរុបជាង 2000 នាក់ចូលរួមព្រមទាំងមានការប្រើប្រាស់សម្ភារវុធគ្រឿងបំពាក់កាន់តែទំនើបក្នុងនោះក៏មានការប្រើប្រាស់សញ្ញាសិប្បនិម្មិត AI ដែលឆ្លើយតបទៅនឹងការធ្វើទំនើបកម្មរបស់យោធាខេមរៈភូមិន្ទនៃប្រជាជាតិកម្ពុជាស្របតាមស្ថានភាពអភិវឌ្ឍនាពេលបច្ចុប្បន្នសមយុទ្ធញាមាសឆ្នាំ2025គឺជាការឆ្លុះបញ្ចាំងអំពីផ្លែផ្កាយនៃមិត្តភាពជាប្រពៃណីរវាងកម្ពុជានិងចិនដែលថ្នាក់ដឹកនាំប្រទេសទាំងពីរជាពិសេសក្នុងដំណើរការទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមស៊ីជីនពីងប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិនកាលពីខែមេសាកន្លងទៅបានជំរុញកាន់តែខ្លាំងក្លានៅការកសាងសហគមន៍វាសនារួមកម្ពុជាចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីសមយុទ្ធរវាងកម្ពុជាចិននេះក៏ដូចជាសមយុទ្ធកន្លងមកគឺធ្វើឡើងនៅបទពិសោធន៍គ្នាទៅវិញទៅមកពង្រឹងសន្តិសុខទប់ស្កាត់អំពើភេរវកម្មហើយក៏មិនមានបំណងគំរាមកំហែងឬធ្វើឲ្យមានផលប៉ះពាល់ប្រទេសណាមួយឡើយ